ប្រជាពលរដ្ឋខ្មែរស្ទើរតែ100%គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងជម្លោះព្រំដែនជាមួយប្រទេសថៃជាងពេលណាទាំងអស់ប្រជាពលរដ្ឋខ្មែរពេលនេះបានបង្ហាញពីមហាសាមគ្គីភាពដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលនិងកងទ័ពរបស់យើងក្នុងការការពារបូរណភាពទឹកដីនេះគឺជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតយោងតាមការស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI ប្រជាពលរដ្ឋខ្មែរជិត 94% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយនឹងប្រទេសថៃប្រជាពលរដ្ឋខ្មែរ 99.8% ពលគឺស្ទើរតែ 100% ទៅហើយបាទគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការនាំយកករណីមុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិ ICJ ប្រជាពលរដ្ឋខ្មែរជិត 90% ផ្សេងទៀតគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបជាមួយនឹងការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃហើយពួកគេអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ផលិតផលក្នុងស្រុករបស់ខ្លួនលទ្ធផលស្ទង់មតិនេះវាឆ្លុះបញ្ចាំងការពិតដោយដែលយើងបានឃើញជាក់ស្ដែងនឹងភ្នែកឧទាហរណ៍កាលពីថ្ងៃ18ខែមិថុនាឆ្នាំ2025នេះមានការរៀបចំដំណើរថ្មើរជើងសាមគ្គីភាពមួយដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខក្នុងការការពារបូរណភាពទឹកដីចេញពីការឈ្លានពានគម្រោងនេះតាមពិតយើងចង់មានមនុស្សតែប្រមាណ10000នាក់ទេដែលចូលរួមប៉ុន្តែទីបំផុតអ្នកចូលរួមកើនដល់ទៅ 150,000 នាក់ដែលហួសពីការរំពឹងទុកនេះសបញ្ជាក់ពីទឹកចិត្តស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់បងប្អូនយើងចំណែកអ្នកដែលបានចូលរួមផ្ទាល់ក៏បានបង្ហាញពីទឹកចិត្តស្មោះសរបរិសុទ្ធស្រឡាញ់ជាតិស្រឡាញ់ទឹកដីជាមួយរាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខរបស់យើងផងដែរបាទបងប្អូនយើងចងចាំថានៅពេលដែលខ្មែរយើងសាមគ្គីគ្នាជាធ្លុងមួយយើងអាចសម្រេចកិច្ចការអ្វីក៏បានដែរ